ដែលបញ្ជាក់ថាឆ្លៀតធ្វើការតាមអនឡាញអំឡុងពេលធ្វើដំណើរសោះស្ត្រីអាល្លឺម៉ង់ចំនួន2នាក់ត្រូវឃុំខ្លួននិងបណ្តេញចេញពីសហរដ្ឋអាមេរិកស្ត្រីជាជនជាតិអាល្លឺម៉ង់ចំនួន2នាក់ម្នាក់ឈ្មោះ Charlotte Post អាយុ19ឆ្នាំនិង Maria Lepierre អាយុ18ឆ្នាំបានចែករំលែកនៅបទពិសោធន៍ដ៏គួរឲ្យខូចចិត្តមួយដោយពួកគេត្រូវបានប៉ូលីសចាប់ឃុំខ្លួននិងបណ្តេញចេញពីសហរដ្ឋអាមេរិកភ្លាមៗបន្ទាប់ពីបានមកដល់ទីក្រុង Honolulu រដ្ឋ Hawaii កាលពីថ្ងៃទី18ខែមីនាឆ្នាំ2025ប្រភពពីសារព័ត៌មាន New Zealand បានបន្តថាស្ត្រីទាំងពីរនាក់ខាងដើមមានបំណងចំណាយពេល5សប្តាហ៍នៅកោះ Hawaii មុននឹងបន្តទៅរដ្ឋ California និង Costa Rica ដោយសារតែពួកគេមានផែនការធ្វើដំណើរតាមជាក់ស្ដែងនិងមិនចង់ស្នាក់នៅយូរមន្ត្រីគយនិងការពារព្រំដែនបានសម្ដែងការសង្ស័យហើយអំឡុងពេលសួរនាំនារីទាំងពីរនាក់នោះបានឆ្លើយថាក្នុងពេលធ្វើដំណើរទៅសហរដ្ឋអាមេរិកពួកគេមានគម្រោងធ្វើការ freelance ខ្លះៗដូចជាបកប្រែនិងការងារ design សម្រាប់អតិថិជននៅក្រៅសហរដ្ឋអាមេរិកជាដើមគ្រាន់តែឆ្លើយបែបនេះមន្ត្រីព្រំដែនបានសម្ដែងការសង្ស័យពួកគេមានចេតនាបំពេញការងាររកប្រាក់អំឡុងពេលនៅសហរដ្ឋអាមេរិកដែលរឿងនេះគឺខុសទៅនឹងច្បាប់បន្ទាប់មកស្ត្រីទាំងពីរនាក់ត្រូវបានប៉ូលីសដាក់ខ្នោះដៃរឹបអូសយកទូរស័ព្ទនិងលិខិតឆ្លងដែនហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរឃុំឃាំងពួកគេបានចំណាយពេលមួយយប់នៅក្នុងបន្ទប់ឃុំឃាំងជាមួយនឹងអ្នកជាប់ឃុំឃាំងផ្សេងទៀតដោយរួមមានទាំងអ្នកទោសដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរផងដែរនៅព្រឹកថ្ងៃបន្ទាប់ពួកគេក៏ត្រូវបានបញ្ជូនទៅកាន់ប្រទេសជប៉ុនតាមការស្នើសុំជុំវិញរឿងរ៉ាវនេះការិយាល័យការបរទេសសហព័ន្ធរបស់អាល្លឺម៉ង់ក៏បានទទួលស្គាល់ថារឿងនេះគឺជាឧទាហរណ៍មួយសម្រាប់អ្នកដំណើរផ្សេងទៀតត្រូវប្រុងប្រយ័ត្នប្រសិនបើចង់ចូលទៅសហរដ្ឋអាមេរិកម្យ៉ាងវិញទៀតឧបទ្ទវហេតុនេះក៏បានបង្ហាញអំពីអំណាចឆន្ទានុសិទ្ធិរបស់មន្ត្រីព្រំដែននិងសារៈសំខាន់នៃការរៀបចំផែនការធ្វើដំណើរដែលមានឯកសារត្រឹមត្រូវនៅពេលចង់ចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក